ចាថ្ងៃនេះយើងមករៀនធ្វើខគោពេញប៉ោះបងប្អូនខគោពេញប៉ោះនេះវាខុសពីខគោអានេះយើងរៀនធ្វើខគោពេញប៉ោះរបៀបធ្វើគឺខុសគ្នាពីខគោចាហើយនេះយើងអាចយកញ៉ាំមួយនំប៉័ងក៏បានញ៉ាំមួយបាយក៏បានដែរបងប្អូនចានេះគ្រឿងផ្សំមានដូចជាសាច់គោកន្លះគីឡូអានេះខ្ញុំយកសាច់ជាប់ឆ្អឹងសាច់យើងសម្រាប់ឆ្លម្ជូរគ្រឿងណាអាសាច់រៀងចានេះវារៀងចេះសាច់ទេបងប្អូនអាហ្នឹងវាយើងយកទៅខទៅហុយឆ្ងាញ់ហើយមានជាតិទេបងប្អូនចាកន្លះគីឡូចំនួនកន្លះគីឡូចាហើយគ្រឿងផ្សំផ្សេងទៀតចានេះពេញប៉ោះ3ផ្លែខ្ទឹមក្រហមខ្ទឹមសហើយនឹងផ្កាច័ន្ទរបស់យើងបងប្អូនហើយបន្តមកទៀតមកនេះម្រេចស្ករក្រហមប្រេងខ្យងអំបិលប៊ីចេងចាទឹកត្រីស៊ុបខ្នុរហើយនឹងទឹកពេញប៉ោះរបស់យើងបងប្អូនតោះយើងទៅរៀនធ្វើទាំងអស់គ្នាបងប្អូនបែបងាយៗហើយឆ្ងាញ់ប្លែកមាត់បងប្អូនចាបងប្អូនខគោពេញប៉ោះនេះខុសពីខគោរបស់យើងខគោរបស់យើងប្រើគល់លក្រីស្លឹកក្រូចម្ដេងអីអញ្ចឹងណាបងប្អូនតែនេះអត់ប្រើទេយើងប្រើតាខ្ទឹមសខ្ទឹមក្រហមហើយនឹងទឹកពេញប៉ោះហើយនឹងពេញប៉ោះរបស់យើងបងប្អូនចាហើយខ្ទឹមសខ្ទឹមក្រហមបងប្អូនដាក់រឹតតែច្រើនរឹតតែឆ្ងាញ់អញ្ចឹងណាពេញប៉ោះក៏អញ្ចឹងដែរបងប្អូនប្រើឲ្យច្រើនជាងនឹងទៀតក៏បានតែខ្ញុំប្រើ3ផ្លែធំធំបងប្អូន3ផ្លែហ្នឹងជិត1គីឡូដែរណា7 8ខាន់ដែរហ្នឹងបងប្អូនចាហើយសាច់ក៏អញ្ចឹងដែរបងប្អូនហាន់ជាចំណិតទូចៗក៏បានចំណិតធំក៏បានដែរបងប្អូនចាហើយបងប្អូនได้លោកតាមហ្នឹងទៅហើយបន្ទាប់ពីហ្នឹងមកទៀតមកបងប្អូនដាក់ឆ្នាំងឲ្យដាក់ប្រេងឆាទៅយើងចាក់ខ្ទឹមសខ្ទឹមក្រហមដែលយើងបានច្រាំម៉ត់មិញហ្នឹងបងប្អូនដាក់ម្លិញវារៀងឈ្ងុយមកស្ទុះសិនទៅចាបងប្អូនចាក់ស្ករក្រហមរបស់យើងចូលបងប្អូនចាស្ករក្រហមក៏អញ្ចឹងដែរបងប្អូនគោវាមិនបាច់ចាំក្រហមខ្លាំងទេត្រឹមឡើងជើងក្រងមកល្មមទៅបងប្អូនចាក់ប្រេងខ្យងទឹកពេញប៉ោះចាហើយនឹងផ្កាច័ន្ទមួយផ្លែទៅផ្កាច័ន្ទបងប្អូនមិនបាច់ដាក់ច្រើនទេដាក់តែមួយផ្លែវាទៅបានហើយបើយើងដាក់ច្រើនពេកវាទៅជាបាត់បង់រសជាតិហើយនឹងថែមម្រេចឲ្យរៀងច្រើនតិចទៅបងប្អូនចាហើយបន្ទាប់ពីហ្នឹងមកទៀតមកបងប្អូនចាក់សាច់ចូលចាសាច់របស់យើងហ្នឹងក៏អញ្ចឹងដែរបងប្អូនគោវាងាស់រៀងចូលជាតិតិចទៅបងប្អូនផ្សំគ្រឿងមកដូចជាទឹកត្រីស្ករអំបិលប៊ីចេងហើយនឹងស៊ុបខ្នុរចាបងប្អូនផ្សំគ្រឿងតាមហ្នឹងទៅហើយបងប្អូនកូរវាមកសន្ទុះឲ្យចូលជាតិរងាស់វាឲ្យអស់ទឹកប្រៃតិចទៅបងប្អូនចាំចាក់ពេញប៉ោះចូលអញ្ចឹងណាបងប្អូនចាចាក់ពេញប៉ោះចូលហើយបងប្អូនកូរវាដូចគ្នាវាចូលជាតិដូចគ្នាបងប្អូនគ្របទុកមកសន្ទុះធំទៅដើម្បីឲ្យវាចូលជាតិជាមួយនឹងគ្នាអញ្ចឹងណាបងប្អូនចាបន្ទាប់ពីហ្នឹងមកទៀតមកនេះបងប្អូនពេញប៉ោះហើយនឹងសាច់គោរបស់យើងបានចូលជាតិគ្នាអញ្ចឹងខ្ញុំក៏ថែមទឹកតិចទៀតបងប្អូនវារៀងស្ទើរទឹកអញ្ចឹងណាចាថែមទឹកតិចទៅបងប្អូនដាក់ងាស់វាមកស្ទុះទៀតចានេះខ្ញុំដូរឆ្នាំងមុនវារៀងធំអានេះឆ្នាំងនេះมันល្មមអញ្ចឹងណាបងប្អូនចាឥឡូវនេះខគោរបស់យើងបានឆ្អិនហើយបងប្អូនចាបើតនេះទេធ្វើសាកញ៉ាំទៅហើយបើពេញចិត្តវីដេអូខ្ញុំជួយ Subscribe ឆានែលខ្ញុំម្នាក់មួយផងបងប្អូន